ជំរាបសួរកូនៗទាំងអស់គ្នាបាទត្រឡប់មកជួបក្រុមម្ដងទៀតហើយនៅថ្ងៃច័ន្ទនេះតើកូនៗទាំងអស់គ្នាសុខសប្បាយជាទេបាទអរគុណព្រះអង្គទានទាំងសុវត្ថិភាពនិងសុខភាពរបស់កូនបណ្ដាថ្នាក់រៀននោះផងដែរអញ្ចឹងថ្ងៃនេះជួបជាមួយលោកគ្រូនៅមុខវិជ្ជាភាសាខ្មែរបាទយើងរៀនអំពីមេរៀនទី29គុណកិរិយាអញ្ចឹងតើអ្វីទៅជាគុណកិរិយាបាទគុណកិរិយាគឺជាពាក្យដែលបញ្ជាក់លក្ខណៈរបស់កិរិយាគុណនាមឬគុណកិរិយាចឹងម្ដងទៀតគុណកិរិយាគឺជាពាក្យសម្រាប់បញ្ជាក់លក្ខណៈកិរិយាគុណនាមឬក៏គុណកិរិយាអញ្ចឹងគុណកិរិយាបញ្ជាក់លក្ខណៈ3ទី1កិរិយាទី2គុណនាមនិងទី3គុណកិរិយាអញ្ចឹងគូមានលំហាត់ដូចដែលគ្រូបានសរសេរអញ្ចឹងគូមាន3ល្បះទី1អញ្ចឹងនេះលំហាត់គេឲ្យកូនចូលស្រង់គុណកិរិយាក្នុងល្បះខាងក្រោមអញ្ចឹងកូនស្រង់មក3ល្បះហ្នឹងតើពាក្យណាខ្លះដែលជាគុណកិរិយាអញ្ចឹងកូនស្គាល់គុណកិរិយាគឺជាពាក្យដែលបញ្ជាក់លក្ខណៈឲ្យកិរិយាគុណនាមនិងគុណកិរិយាឥឡូវយើងទៅមើលល្បះទី1ជីតាខ្ញុំហូបសម្លប្រៃណាស់កូនមើលតើពាក្យមួយណាដែលជាគុណកិរិយាបាទល្អណាស់គឺពាក្យថាណាស់ហ្នឹងបើកូនមើលតើបញ្ជាក់លក្ខណៈឲ្យពាក្យមួយណាគឺពាក្យថាប្រៃអញ្ចឹងពាក្យថាប្រៃណាស់អីគេណាប្រៃណាស់ឃើញទេអញ្ចឹងបញ្ជាក់លក្ខណៈឲ្យពាក្យថាប្រៃហើយពាក្យថាប្រៃហ្នឹងគឺថ្នាក់ពាក្យជាគុណនាមឃើញទេអញ្ចឹងអានេះវាជាគុណកិរិយាគុណកិរិយាអញ្ចឹងពាក្យគុណកិរិយាបញ្ជាក់លក្ខណៈឲ្យគុណនាមអញ្ចឹងយើងស្រង់មកពាក្យថាណាស់អញ្ចឹងគួរដាក់ចម្លើយនេះដោយសារក្តារខៀនគូតូចអញ្ចឹងចម្លើយគុណកិរិយាក្នុងល្បះមានអញ្ចឹងក្នុងល្បះទី1មានពាក្យថាណាស់អញ្ចឹងយើងដាក់មកពាក្យថាណាស់បាទយើងទៅស្រង់ល្បះទី2គាត់ពិសាទឹកច្រើនម្ដងទៀតគាត់ពិសាទឹកច្រើនកូនមើលតើពាក្យមួយណាដែលជាគុណកិរិយាបាទល្អណាស់គឺពាក្យថាច្រើនកូនមើលតើច្រើនហ្នឹងគុណកិរិយាតើកូនដឹងថាវាបញ្ជាក់លក្ខណៈឲ្យពាក្យមួយណាអត់អីគេច្រើនបាទគឺនេះជាលក្ខណៈឲ្យកិរិយាពិសាអីច្រើនពិសាទឹកច្រើនឃើញទេពិសាទឹកច្រើនអញ្ចឹងគឺជាលក្ខណៈឲ្យកិរិយាគឺពិសាចឹងយើងស្រង់មកគុណកិរិយាគឺពាក្យថាច្រើនពាក្យថាច្រើនបាទនៅសល់មួយល្បះទៀតអានជាមួយលោកគ្រូគ្រួសារខ្ញុំហូបបាយយូរណាស់គ្រួសារខ្ញុំហូបបាយយូរណាស់អញ្ចឹងពាក្យមួយណាដែលជាគុណកិរិយាតើណាគឺពាក្យថាយូរណាស់ដែលបង្ហាញអំពីគុណកិរិយាចឹងបញ្ជាក់លក្ខណៈឲ្យហូបគឺកិរិយាដូចគ្នាបើយើងអានទៅឃើញទេហូបអីហូបបាយយូរណាស់ឃើញអត់មកពីហូបហ្នឹងហូបយូរណាស់ឃើញហើយបញ្ជាក់លក្ខណៈឲ្យហូបគឺកិរិយាអញ្ចឹងយើងស្រង់មកយូរណាស់ដាក់នៅខាងក្រោមតែម្ដងយូរណាស់អញ្ចឹងវីដេអូរបស់គ្រូមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមឲ្យកូនត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាពអរគុណសូមអរគុណទៀតបង